លើហើយបងប្អូនកាលពីព្រឹកមិញនេះថ្ងៃទី23ខែកុម្ភៈឆ្នាំ2025នេះមានក្រុមប៉ូលីសចរាចរណ៍មួយក្រុមបានធ្វើការនាំគ្នាទៅដាក់បារ៉ាស់ដើម្បីផាកពិន័យបងប្អូនដែលគាត់ជិះកាត់នៅតាមផ្លូវលំមួយកន្លែងបាទបើយើងក្រឡេកមើលស្ថានភាពផ្លូវវិញខ្ញុំគិតថាมันគួរដាក់នោះទេបងប្អូនបាទដូចជាលើសខ្លាំងហើយបាទផ្លូវជាតិផ្លូវអីយើងមិនថាទេទីតំបន់ប្រជុំជនអីណាតែនេះជាផ្លូវលំនៅខាងនោះគឺជាវាលស្រែទេបាទបើថាឡើងថ្នល់ជាតិថ្នល់អីវាមិនជាបញ្ហាទេព្រោះអានឹងជារឿងទូទៅទៅហើយតែអានេះផ្លូវលំហ្នឹងបងប្អូនយើងគិតមើលទៅបាទផ្លូវលំហ្នឹងបងប្អូនយើងណាទៅពាក់មួកសុវត្ថិភាពពាក់អីនោះហើយអ្វីដែលខ្ញុំដឹងនោះគឺថាអ៊ំប្រុសនោះទើបតែមកពីស្រែទៀតម្ដងវាក់មកដល់ពេលចឹងពេលទៅគឺថាខ្ញុំអស់វិចារតែម្ដងចឹងបងប្អូនយើងយល់យ៉ាងម៉េចដែរចំពោះហេតុការណ៍នេះចឹងពីខ្ញុំទៅគឺមានតែស្នើសុំដល់បងដែលជាសមត្ថកិច្ចមេត្តាកែសម្រួលផងណាកុំធ្វើដូច្នេះអី